ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់លោកត្រាំមានសារសំខាន់ទៅប្រជាពលរដ្ឋអ៊ីរ៉ង់នៅពេលនេះអញ្ចេះលោកថាម៉ោងនេះគឺអ៊ីរ៉ង់គឺជាសត្វកណ្ដុរនៅក្នុងចង្កុំឆ្មាហើយគឺតើឆ្មាបលែងយូរប៉ុណ្ណាទម្រាំឲ្យកណ្ដុរនេះងាប់គឺវាអាស្រ័យទៅលើឆ្មាហើយមិនមែនឆ្មាមួយក្បាលទេណាគឺឆ្មាពីរក្បាលមានអាធំមួយមានអាតូចល្មមមួយគឺអាមេរិកហើយនិងអ៊ីស្រាអែលដូច្នេះបើទោះបីជាកណ្ដុរនេះចង់ព្រោះអីក៏វាគ្រាន់តែជាដង្ហើមចុងក្រោយតែប៉ុណ្្នឹងឯងវាមិនអាចទៅរកការដែលមកបាញ់កំជ្រួចបរមាណូអីនឹងបានទេកំជ្រួចបរមាណូដែលមានស្រាប់ហ្នឹងបើសិនជាអ៊ីរ៉ង់ហ៊ានតែប្រឡែងតែមួយគ្រាប់គឺអ៊ីរ៉ង់នឹងក្លាយទៅជាផេះផង់ធូលីហើយព្រោះអីអាមេរិកមានមូលដ្ឋានទ័ពនៅជុំវិញប្រទេសអ៊ីរ៉ង់ហើយសុទ្ធតែមានកំជ្រួចបាញ់ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូបានគ្រប់ទាំងអស់ដូច្នេះរឿងនេះគឺជារឿងដែលវាពិបាកដែរសម្រាប់ប្រទេសអ៊ីរ៉ង់ក៏ប៉ុន្តែខ្ញុំជឿថាឥឡូវនេះអ្វីដែលជាផលប៉ះពាល់បន្តទៅទៀតចឹងមិនថាយើងដឹកនាំប្រទេសអីក៏ដោយកុំឲ្យទៅអាជ្រុលនិយមនឹងពេកឲ្យមានកណ្ដាលខ្លះមានប្រជាធិបតេយ្យមានអីទៅដើម្បីស្រួលថាមានការអីបានប្រទេសដទៃគេជួយគ្រប់គ្រងយើងដែរណាមិនមែនគេមកថ្កោលទោសយើងទេឥឡូវការថ្កោលទោសនេះភាគច្រើនសិនអ្នកដែលមានចំណេញប្រយោជន៍ពីអ៊ីរ៉ង់ដែរទេរុស្ស៊ីមានតំណែងតំណងលក់ប្រេងលក់អីជាមួយអ៊ីរ៉ង់ចិនក៏តែអញ្ចឹងសុទ្ធតែមានរឿងអ៊ីរ៉ង់ហើយនឹងរឿងខូចដូចគ្នាដែរខ្លាចការពារនៅក្នុងពេលដែលគេឈ្លានពានដែនអធិបតេយ្យរបស់ខ្លួនតែខ្លួនហ្នឹងដូចរុស្ស៊ីអីចឹងមកប្រាប់ថ្កោលទោសអាមេរិកថាឈ្លានពានដែនអធិបតេយ្យអ៊ីរ៉ង់តែខ្លួនឈ្លានពានអ៊ុយក្រែនអត់មើលឥឡូវនេះនិយាយអំពីផលប៉ះពាល់លើពិភពលោកទៅវិញតើវាមានប៉ះពាល់អីហើយសួរសំណួរមួយដែលបងប្អូនសួរថាតើសង្គ្រាមនេះវារ៉ាំរ៉ៃយូរប៉ុណ្ណាបងប្អូនសង្គ្រាមបែបនេះមិនដែលប្រើពេលតិចទេរាប់ខែរាប់ឆ្នាំគឺតលតែហេដ្ឋារចនាសម្ព័ន្ធនឹងខ្ទេចខ្ទីហើយក្រុមពួកអ៊ីរ៉ង់ដែលគេមានលុយក្រុមឧទាមឬក្រុមគេកាន់រដ្ឋាភិបាលនេះគេមានលុយលក់ប្រេងគេចង់ចិញ្ចឹមតបព្រៃគេនឹង100ឆ្នាំទៀតក៏មិនអស់ដែរគឺនឹងមានគ្រាប់បែកផ្លោងគ្រាប់បែកអត្តឃាតការធ្វើអបគមលក្ខនឹងលក្ខគឺនឹងរកម្មចិត្តប្រជាពលរដ្ឋអ៊ីរ៉ង់នេះរាប់សិបឆ្នាំតទៅទៀតប៉ុន្តែសួរថាតើវាប្រសើរជាងសពថ្ងៃឬក៏យ៉ាងម៉េចវាជាការដែលវាទៅរកភាពប្រសើរហើយព្រោះអីបើឥឡូវហ្នឹងគឺគេបង្ក្រាបសពបែបយ៉ាងអញ្ចឹងប្រជាពលរដ្ឋអត់មានជំរឿសអីអញ្ចឹងអ្នកដែលមិនសប្បាយចិត្តគឺពួកកាន់អំណាចរបស់អ៊ីរ៉ង់ផ្ដាច់ការហ្នឹងទេតែអ្នកដែលសប្បាយចិត្តគឺប្រជាពលរដ្ឋទូទៅអាចនឹងសង្ឃឹមថាមានខ្យល់បរិសុទ្ធនៃសម្លេងប្រជាធិបតេយ្យប៉ុន្តែប្រជាធិបតេយ្យក្រោមក្របរំសេវនេះវាមិនមែនឈ្ងុយឈ្ងប់ឬក៏ស្រួលស្រស់ស្រូបដូចប្រជាធិបតេយ្យដែលមិនមានក្របទេប៉ុន្តែអញ្ចឹងឯងប្រជាធិបតេយ្យពេលខ្លះឬសិទ្ធិមនុស្សមិនមែនគេដាក់លើក្តារពៀនជើងពៀនយកមកបកគលឲ្យយើងទេដោយលោកកម្មសខាធ្លាប់និយាយអញ្ចឹងគឺតើតែមានការតស៊ូជាប់គុកជាប់ច្បាប់អីអញ្ចឹងទៅឥឡូវនេះផលវិបាកនៃលើពិភពលោកតើមានអីគេខ្លះបងប្អូនយើងដឹងហើយនៅពេលដែលអាមេរិកចាប់ក្បួចលោកម៉ាឌូរ៉ូយកមកកាត់ទោសនៅញូវយ៉កគឺបញ្ហាប្រេងផលិតនៅវេណេស៊ុយអេឡាដែលមួយថ្ងៃមាន8សែនបារ៉ែលធ្លាក់សំទោស3លាន 3.5 លានបារ៉ែលធ្លាក់មកនៅត្រឹមតែ8សែនដូច្នេះវាបញ្ហាប្រេងហ្នឹងវាតម្លៃប្រេងហ្នឹងវាមានបញ្ហាឡើងទៅលើពិភពលោកទៅហើយឥឡូវនេះនៅពេលដែលមានបញ្ហាអ៊ីរ៉ង់មិនបាច់ឆ្ងល់ទេតម្លៃប្រេងនឹងឡើងហើយនៅអាមេរិកនេះនៅសូម្បីតែនៅរដ្ឋកាលីហ្វ័រញ៉ានៅទីក្រុងឡុងប៊ិចម្សិលមិញមួយហ្គាឡិនដែលទិញពី Costco ផងដែលថោកជាងគេផងឡើងដល់$4.100 $4.2 សេនហើយអញ្ចឹងបានន័យថា1លីត្រជិត$1ហើយ1លីត្រ$1ហើយក្រោលដងក្រោមហ្នឹងប្រហែលថ្ងៃមុនណាឥឡូវឡើងជាបដាហើយអត់បាច់ឆ្ងល់ទេវានឹងឡើងអញ្ចឹងរហូតរឿងប្រេងហ្នឹងដោយសារតែតកតនឹងការផ្គត់ផ្គង់ចរន្តពិភពលោកហើយគាត់ថាអាមេរិកចង់គាត់មានប្រេងផលិតខ្លួនឯងដែរអញ្ចឹងអាចផលិតចេញខ្លះទៅដើម្បីយកមកលក់ទប់ទល់ទីផ្សារមិនអត់ទេអាមេរិកគឺខ្លាំងកន្លែងហ្នឹងបើថាឡើងដល់ណាទៅគឺអាចទប់ឲ្យនៅលំនឹងព្រមមានគេហៅប្រព័ន្ធអនុគ្រោះឬក៏ subsidy ជួយទំនុកបំរុងទុនបញ្ហាខ្វះខាតហ្នឹងដើម្បីធ្វើឲ្យចរន្តនៃទីផ្សារប្រេងហ្នឹងកុំឡើងផ្សេងខ្លាំងពេកប៉ុន្តែនឹងប៉ះពាល់នៅលើពិភពលោកយើងហើយប្រេងក៏នឹងឡើងថ្លៃ
មាសក៏នឹងឡើងថ្លៃប៉ុន្តែវាបើមាសឡើងថ្លៃខ្ញុំអត់សូវខ្វល់ទេពួកបងប្អូនខ្មែរយើងក្រខ្សត់យ៉ាងនេះទៅរកលុយទិញមាសឯណាលោកអើយរកលុយទៅទិញពោតហើយនឹងក្ដួចហូបឲ្យទៅគ្រប់ទៅលះហាលនឹងឲ្យបានមួយថ្ងៃ3ពេលទិញតាមគ្រប់ផងកុំថាឡើយដល់ទៅមាសតែយ៉ាងណាអ្នកមានគាត់បារម្ភប៉ុន្តែបើមាសហ្នឹងវាមានការឡើងចុះក៏វាប៉ះពាល់ដល់សេដ្ឋកិច្ចទីផ្សារទូទៅដែរចឹងណាបងប្អូនដែលលក់លះហាលមកកជើកាលលើកមុនទិញបានមាសមួយហ៊ុនចុះឧទាហរណ៍ឥឡូវនេះតែមាសឡើងថ្លៃដល់មកកជើកន្លះបានទិញមួយហ៊ុននឹងបានតគួនធ្លាប់លក់កន្លះស្រែទិញបានមាសមួយជីឧទាហរណ៍ឥឡូវតមួយស្រែកន្លះអីចឹងទៅបាត់បានមួយជីវិញអញ្ចឹងទៅវាប៉ះពាល់គ្រប់យ៉ាងបងប្អូនហើយវេទនាកាន់តែច្រើនទៀតតែយ៉ាងណាបងប្អូនកុំអស់សង្ឃឹមព្រោះចំនួនដែលមានអាមេរិកចូលរួមនេះវាមិនមែនជាក្តីអស់សង្ឃឹមទេវាអាចមានដំណោះស្រាយព្រោះអីអ៊ីរ៉ង់តដៃអត់បានវាជាការគួរឲ្យអាណយធម៌ដែរដែលអ៊ីរ៉ង់តដៃអត់បានប៉ុន្តែវាក៏ជាការល្អសម្រាប់ឲ្យកសាងប្រទេសនេះទៅព្រោះអីលោកត្រាំប្រកាន់ចំហច្បាស់លាស់ឲ្យថានឹងឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់មានដឹកនាំអ៊ីរ៉ង់ទៅកាន់ហើយទៅរកអ្នកណាទៅឲ្យកាន់ប្រទេសអ៊ីរ៉ង់ទៅយកពួកក្រុមផ្ដាច់ការនឹងមកកាន់ប្រទេសមែនវាច្បាស់ណាស់ជាក្រុមប្រឆាំងនឹងឯងវាដូចរឿងលោកសំរងស៊ីលោកកឹមសុខាអីចឹងវាចឹងតែបងប្អូនគាត់ថាកម្ពុជាខ្ញុំចង់ឲ្យមើលឃើញការបោះឆ្នោតដោយសេរីត្រឹមត្រូវកុំចាំបាច់មានអន្តរាគមអីអញ្ចឹងវាដូចថាវាអាក្រក់មើលហើយយើងក៏ឈប់លាបពណ៌គ្នាឥឡូវយើងសារអត់ដូចអារម្មណ៍ទៅលាបពណ៌ក្រុមប្រឆាំងយកទៅព្យួរកទៅវាព្យួរកវាមិនអស់ដោយសារតែយើងប្រព្រឹត្តអំពើអាក្រក់ពេកទៅក្រុមប្រឆាំងនឹងវាជាស្រមោលលន្ទោលតាមប្រានព្រោះគេក៏ចង់បានឲ្យប្រទេសគេនឹងមានសេរីភាពមានសិទ្ធិមនុស្សអីចឹងទៅហើយបើយើងដល់លើកក្រោយឲ្យចាំមើលប្រទេសអ៊ីរ៉ង់នេះតែមានការដឹកនាំបែបប្រជាធិបតេយ្យមិនបាច់ធ្វើអីទេយកតែអាថ្លៃប្រេងដែលលក់មកហ្នឹងទៅចែកប្រជាពលរដ្ឋដេកតែហូបក៏បានដែរទទួលទានមិនអស់ទេតែឥឡូវបានតែក្រុមពួកគ្រប់ក្រុមផ្ដាច់ការប្រមាណគ្នាគាត់នឹងប្រជាពលរដ្ឋអ៊ីរ៉ង់ជាទូទៅនៅតែលហេមលហាមអញ្ចឹងយើងសង្ឃឹមថាផលនេះនឹងបានទៅអ៊ីរ៉ង់យ៉ាងច្រើនតែយ៉ាងណាបងប្អូនវិលមកប្រទេសកម្ពុជាយើងវិញក្តីសង្ឃឹមក្នុងដំណោះស្រាយព្រំដែនកម្ពុជាថៃកាន់តែឆ្ងាយដូចជើងមេឃទៀតហើយយើងអស់សង្ឃឹមរលីងហើយបងប្អូនប៉ុន្តែខ្ញុំជឿថាសង្ឃឹមរបស់កម្ពុជាកុំសង្ឃឹមទៅលើអន្តរាគមរបស់អាមេរិកកុំសង្ឃឹមទៅលើអន្តរាគមរបស់សហគមន៍អន្តរជាតិណាមួយឲ្យសោះគ្មានប្រទេសណាគេជួយយើងបានទេនៅពេលនេះព្រោះគេមិនអាចយកការយកចិត្តទុកដាក់នៅពេលដែលយើងគ្មានប្រយោជន៍អ្វីតែបន្តិចសោះសម្រាប់គេព្រោះយើងធ្វើឲ្យគេឆ្អែតតលាន់អស់ហើយនោះចឹងកុំពឹងគេហើយកុំទៅភ្ញាក់ផ្អើលអីហើយកុំទៅពឹងលើគេអីយើងពឹងលើខ្លួនឯងវិញក្តីសង្ឃឹមរបស់ខ្មែរនៅពេលនេះគឺពិភពលោកគេទៅអស់ហើយគឺយើងត្រូវទី1ដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិព្រោះថៃនៅពេលដែលឃើញអាមេរិកវាយអ៊ីរ៉ង់វាយអីថៃកាន់តែផ្កើនអត់មានមកស្ដាប់ខ្មែរទេគឺគេនឹងធ្វើអីកាន់តែរំលោភឈ្លានពានកាន់តែខ្លាំងតែកុំតតាំងជាមួយថៃបានហើយខ្ញុំមិនថាយើងខ្សោយយើងអីទៀតទេបានហើយគឺយើងទៅវាមិនឈ្នះគេទេក៏ប៉ុន្តែយើងឈ្នះផ្លូវច្បាប់ហើយឈប់ស្អំចិត្តប្រជាពលរដ្ឋថាច្បាប់ពងអាធ្វើហើយអត់ធ្វើទេបើធ្វើប្តឹងទៅថៃហើយអញ្ចឹងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រំដែនអន្តរជាតិឈប់និយាយអីឈប់សាំជាមួយថៃទៀតទៅបានហើយឈប់សាំថៃជាមនុស្សសាំណារដ្ឋាភិបាលថៃសាំណាហើយយើងធ្វើសាំនឹងគេដែរអង្វរគេលុនតួគេបានហើយអត់មានអង្វរអត់មានលុនតួថៃអីទេយើងបាក់មុខលើឆាកអន្តរជាតិថៃដាក់យើងទ្រាំខ្លួនប៉ុន្តែយើងនៅសល់អត់ដែលលេងដែរគឺតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រំដែនអន្តរជាតិប្តឹងពេលតែប្តឹងគេហើយគឺយើងមានរឿងមួយទៀតដែលខ្មែរត្រូវធ្វើជាដាច់ខាតហើយកុំពឹងអន្តរជាតិឲ្យសោះគ្មានខ្មែរណាជួយខ្មែរប្រសើរជាងខ្មែរគ្នាឯងទេអ្វីដែលខ្មែរត្រូវធ្វើហើយត្រូវធ្វើជាបន្ទាន់គឺការដែលបង្រួបបង្រួមជាតិផ្សះផ្សាជាតិឲ្យពិតប្រាកដដោះលែងអ្នកទោសនយោបាយឲ្យអស់ដោះលែងលោកកឹមសុខាទម្លាក់ចោលបាត់ចោលទាំងអស់ហើយឲ្យគណៈបកប្រឆាំងនឹងមានសិទ្ធិធ្វើនយោបាយដោយសេរីប្រកួតប្រជែងដោយត្រឹមត្រូវនឹងយុត្តិធម៌ហើយឈប់ធ្វើទុកបុកម្នេញគ្នាឈប់ងើបមួយវាយមួយឈប់ដើរតាក់លលកទិញលលកអីហ្នឹងទៀតតាក់ទាំងអស់ទៅទិញទាំងអស់យកមកទាំងអស់មិនបាច់អស់លុយមិនបាច់ខាតពេលវេលាខាតប្រយោជន៍ទេគឺបើយើងបង្រួបបង្រួមជាតិទៅប្រជាពលរដ្ឋធ្វើដើម្បីប្រយោជន៍ខ្មែរអត់មាននរណាចាំអង្គុយជេរដើម្បីយកតម្លៃខ្លួនដើម្បីចោះចូលទៅធ្វើឲ្យខូចសតិអារម្មណ៍ខូចសិលធម៌ខូចគុណធម៌អញ្ចឹងស្ដារអាហ្នឹងឡើងវិញទាំងអស់សិទ្ធិមនុស្សប្រជាធិបតេយ្យការបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌នេះឯងគឺជាគេហៅ survival skill គឺ
កម្រិតនៃការរស់រានមានជីវិតចុងក្រោយរបស់កម្ពុជាបើទាំងអស់នេះយើងមិនធ្វើទៀតទេគឺយើងស្លាប់ហើយបាទខ្ញុំសូមអរគុណបងប្អូនហើយយប់ជ្រៅណាស់ហើយខ្ញុំសូមអធិស្ឋានដោយសាររឿងវាវែងពេកតែដោយសារតែវាមានរឿងនៅលើពិភពលោកផងហើយអរគុណបងប្អូនដែលត្រង់ត្រាប់ស្ដាប់ការផ្សាយរបស់ខ្ញុំតាំងពីដើមដល់ចប់ហើយឆ្លៀតឱកាសនេះក៏ខ្ញុំសូមអរគុណបងប្អូនជាច្រើនដែលបានផ្ដល់ថវិកាជួយទំនុកបម្រុងដំណើររបស់ខ្ញុំទៅជួយធីរីលឹមធីរីនៅថ្ងៃទី4ខែមីនាហើយបងប្អូនបង្ហាញសមានចិត្តបែបនេះខ្ញុំក៏បានផ្ញើសារទៅដល់ក្រុមគ្រួសារលោកស្រីលឹមធីរីហើយនិងធីរីផ្ទាល់តែម្ដងពួកគាត់ក៏បានអរគុណបងប្អូនយ៉ាងច្រើនអាណ័យកប្បការពួកគាត់មានតែម្រាមដៃ10តែប៉ុណ្ណោះអរគុណបងប្អូនដែលមានសមានចិត្តនៅក្នុងការបរិច្ចាគជួយដំណើរដែលថាការចំណាយសម្រាប់ខ្ញុំទៅរដ្ឋ Tennessee នេះផងហើយនឹងជួយថវិកាខ្លះដែរដើម្បីឲ្យធីរីផ្គត់ផ្គង់ក្នុងការដែលប្រើប្រាស់តាមការគួរឯនឹងបងប្អូនមានតាំងពីនៅអូស្ត្រាលីមានតាំងពីជាពិសេសនៅអាមេរិកនិងទីផ្សេងទៀតនឹងក៏ឃើញខ្ញុំផ្ញើមានផ្ញើតាម Zelle ឬក៏ PayPal ឬក៏ Venmo អីហ្នឹងអញ្ចឹងបងប្អូននៅតែអាចជួយបរិច្ចាគតាមសទ្ធាបានតាមរយៈដំណរភ្ជាប់ដែលខ្ញុំជម្រាបជូនតាម Zelle តាម Venmo និងតាម PayPal ហ្នឹងម្ដងទៀតក្រុមគ្រួសាររបស់លឹមធីរីពិតជាដឹងគុណបងប្អូនយ៉ាងអាណែកហើយម្ដងទៀតគាត់នៅតែមានតែម្រាមដៃ10ធីរីក៏ថ្លែងសារពីពន្ធនាគារមកផ្ដាំផ្ញើតាមខ្ញុំឲ្យអរគុណបងប្អូនទាំងអស់ដែលបានជួយជ្រោមជ្រែងយ៉ាងហោចណាស់ក៏ធីរីបានដឹងថាបងប្អូននៅខាងក្រៅមានអ្នកមានសមានចិត្តជាមួយគាត់ក្នុងការជួយលើកទឹកចិត្តគាត់ដើម្បីបន្តតស៊ូការពារក្តីនេះតទៅទៀតដែរបាទសូមអរគុណច្រើនបងប្អូនខ្ញុំសូមជម្រាបលាត្រឹមប៉ុណ្ណេះជួបគ្នាក្នុងរាត្រីស្អែកទៀតបាទប្រជាពលរដ្ឋអ៊ីរ៉ង់ដែលស្រឡាញ់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងការចង់មានរបៀបដឹកនាំរដ្ឋបែបសេរីនិយមដោយមិនមានរបៀបដឹកនាំផ្ដាច់ការគឺឱកាសនោះមកដល់ហើយនៅសល់តែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះគាត់និយាយប្រាប់ប្រជាពលរដ្ឋអ៊ីរ៉ង់លោកបន្តថាប្រជាពលរដ្ឋអ៊ីរ៉ង់ពេលនេះកុំចេញក្រៅផ្ទះឲ្យសោះនៅក្នុងផ្ទះព្រោះអីគ្រាប់បែកនឹងទម្លាក់ច្រើនទីតាំងណាស់ដើម្បីការពារសុវត្ថិភាពហើយនៅពេលដែលសង្គ្រាមនេះចប់ទៅបានន័យថាសង្គ្រាមដែលមានកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដឹកនាំរដ្ឋរបស់អ៊ីរ៉ង់បានសម្រេចគឺសហរដ្ឋអាមេរិកនឹងប្រគល់ជោគវាសនានៃការគ្រប់គ្រងរដ្ឋអ៊ីរ៉ង់នេះទៅឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ដែលស្រឡាញ់ប្រជាធិបតេយ្យហើយឲ្យត្រៀមខ្លួនទៅលោកថានេះគឺជាឱកាសតែមួយគត់នៅក្នុងប្រវត្តិនៃការតស៊ូរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់ដែលស្រឡាញ់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយសូមឲ្យយកឱកាសនេះដើម្បីយកទៅគ្រប់គ្រងយកទីជោគវាសនារបស់ប្រទេសអ៊ីរ៉ង់ទៅបាទសាររបស់លោកត្រាំគឺមានន័យខ្លឹមសារនយោបាយផងនិងខ្លឹមសារការពារខ្លួនផងខ្លឹមសារនយោបាយដូចខ្ញុំនិយាយចឹងគឺបញ្ជាក់ប្រាប់ថាអាមេរិកគឺមានឥទ្ធិពលខ្លាំងណាស់គឺជាបិតានិយាយទៅបងធំលើពិភពលោកបងធំទី1តែប៉ុណ្្នឹងឯងនឹងសារច្បាស់ហើយអត់មានអីខ្លាចអង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិសុខឯណាអត់ចាំបាច់ត្រូវការ consent ឬការយល់ព្រមអីទេគឺបាញ់តែម្ដងតែអូសអ៊ីស្រាអែលមកដែរកុំឲ្យម្នាក់ឯងពេកហើយអ៊ីស្រាអែលសបាយឲ្យតែវាយជាមួយអាមេរិកចូលទៅអ៊ីរ៉ង់ហ្នឹងព្រោះអីអ៊ីរ៉ង់ហ្នឹងគឺជាសត្រូវស៊ីសាច់ហុតឈាមរបស់អ៊ីស្រាអែលហើយខ្លាចកំជ្រួចអ៊ីរ៉ង់ហ្នឹងបាញ់ចូលទៅអ៊ីស្រាអែលដែរចង់និយាយចឹងណាបើថាកំតិចអ៊ីរ៉ង់បានគឺអ៊ីស្រាអែលក៏ជាបងធំទី2ឬក៏ថាបងធំទី1នៅតំបន់មជ្ឈិមបូព៌ាដែរបានអាមេរិកជួយដូច្នេះនេះគឺជារឿងនយោបាយបើប្រាប់អំពីឥទ្ធិពលអាមេរិករឿងទី2តកតងនឹងការស្អំចិត្តហើយនឹងការការពារខ្លួនគឺអាមេរិកប្រើសារមួយគឺថាអ្វីដើម្បីប្រជាពលរដ្ឋអ៊ីរ៉ង់ឃើញទេនេះគឺជាភាពឆ្លាតវៃរបស់អាមេរិកណាអ្វីគឺជារបស់អ៊ីរ៉ង់វាយហើយគឺនឹងយកប្រជាពលរដ្ឋអ៊ីរ៉ង់យកទៅគ្រប់គ្រងប្រទេសបងប្អូនឃើញអត់មានខុសអីពីស្រុកខ្មែរអញ្ចឹងហើយបានជាយើងគិតថាហេតុអីបានជាលោកកឹមសុខាលោកសំរងស៊ីដែលជាក្រុមតស៊ូគណៈបកប្រឆាំងឲ្យទទួលបានការជ្រោមជ្រែងឬក៏អាចថាលើកទឹកចិត្ត
ជាអាចមានថវិកាប្រហែលជាថវិកានោះតាមរយៈអង្គការក្រៅរដ្ឋាភិបាលទេមិនដែលតាមជំនួយរបស់រដ្ឋាភិបាលអាមេរិកទេព្រោះរដ្ឋាភិបាលអាមេរិកមិនដែលគ្រប់គ្រងក្រមប្រឆាំងនយោបាយណាមួយប៉ុន្តែវាមានអង្គការ UN USAID IRI អីដែលជាគម្រោងអង្គការសង្គមស៊ីវិលគេជួយកញ្ចប់បែបហ្នឹងអញ្ចឹងអាចបានទទួលការជំនួយទំនុកបម្រុងហើយប្រយោជន៍របស់គេគឺអញ្ចឹងនៅពេលដែលមានក្រុមដែលជាប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានប្រជាពលរដ្ឋគេគ្រប់គ្រងគឺដើម្បីផ្លាស់ប្ដូររបបមួយគឺគេត្រូវឲ្យអ្នកដែលជាប្រជាពលរដ្ឋដែលជាក្រុមបកប្រឆាំងហ្នឹងឡើងមកកាន់ប្រទេសគេមិនដែលទៅកាន់ទេដូចគ្នានៅអ៊ីរ៉ង់អញ្ចឹងហើយយើងចាប់ផ្ដើមចោទអ៊ីរ៉ង់ចាត់ទុកថាអាមេរិកគឺជាក្បត់ជាតិហើយចាំមើលក្រុមប្រឆាំងណាមួយក៏ដោយដែលអាមេរិកលើកបន្ទប់ឲ្យទៅគ្រប់គ្រងប្រទេសអ៊ីរ៉ង់ហ្នឹងនឹងคล้ายទៅជាក្រុមក្បត់ជាតិនឹងក្រុមពួកខាងអ៊ីរ៉ង់ដែលកំពុងកាន់ការសម្ងាយហ្នឹងនឹងធ្វើបាបធ្វើទុកបុកម្នេញក៏ប៉ុន្តែបងប្អូនបើអាមេរិកលូកដៃហើយខ្ញុំជឿថាដូចខ្ញុំនិយាយថាចំណុចចាប់ផ្ដើមនៃទីបញ្ចប់នៃរបបដឹកនាំរដ្ឋបែបអ៊ីរ៉ង់ដែលផ្ដាច់ការនោះទេព្រោះប្រជាពលរដ្ឋអ៊ីរ៉ង់ខ្លោចផ្សារណាស់ម៉ោងនេះនៅតាមផ្លូវថ្នល់មួយចំនួនណាឃើញរូបវីដេអូដែលសារព័ត៌មានអន្តរជាតិផ្សាយមានប្រជាពលរដ្ឋអ៊ីរ៉ង់មួយចំនួនកំពុងតែរាំសបាយចាក់ភ្លេងផងហេតុអីបានជាគេទម្លាក់គ្រាប់នៅក្នុងប្រទេសរបស់ខ្លួនបែរទៅជារាំសបាយបងប្អូនមានយល់ទេតើយល់អារម្មណ៍នេះប៉ុណ្ណាពួកគាត់ខ្លះធូរខ្សាក់ដោយសារតែធូរចិត្តថាបានអាមេរិកជួយរំដោះប្រទេសនេះចេញពីក្រញាំបិសាចអីចឹងគេគិតអញ្ចឹងឥឡូវយើងមើលប្រតិកម្មរបស់សហគមន៍អន្តរជាតិវិញតើគេប្រតិកម្មយ៉ាងម៉េចខ្ញុំមើលប្រតិកម្មពីប្រទេសរុស្ស៊ីទៅមុនគេបងប្អូនប្រហែលជាមិនឆ្ងល់ទេណារុស្ស៊ីតាមមានបញ្ហាអីឬរុស្ស៊ីថ្កោលទោសអាមេរិករុស្ស៊ីថ្កោលទោសអាមេរិកដោយចាត់ទុកអាមេរិកថាឈ្លានពានដែនអធិបតេយ្យគឺជុកខ្ញុំរកសាររបស់រុស្ស៊ីអានឲ្យបងប្អូនស្ដាប់រុស្ស៊ីដែលនិយាយចេះរុស្ស៊ីថ្កោលទោសការវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់ដោយចាត់ទុកថាការវាយប្រហារនេះគឺធ្វើឡើងដោយបង្កហេតុដោយអត់មានការការវាយប្រហារដោយអត់មានការបង្កហេតុពីអ៊ីរ៉ង់សោះចឹងរុស្ស៊ីថ្កោលទោសរឿងការវាយប្រហារដោយអត់មានការបង្កហេតុពីអ៊ីរ៉ង់ទេដែលនេះគឺជាចំណាត់ការមួយដែលគេហៅថាខូខើចំណាត់ការមួយដែលធ្វើដោយការមិនយកចិត្តទុកដាក់ដល់ជីវិតមនុស្សអីអញ្ចឹងឬក៏សុខទុក្ខរបស់ប្រជាពលរដ្ឋឬរដ្ឋាភិបាលទេហើយរុស្ស៊ីចោទរដ្ឋាភិបាលអាមេរិកថាកំពុងតែធ្វើឲ្យមានការប៉ះពាល់ដល់ស្ថិរភាពនៅតំបន់ខ្ញុំបើកវងកញ្ចក់បន្តិចបងប្អូនរុស្ស៊ីមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការថ្លែងសារបែបនេះអត់មានអីឆ្ងល់ទេក៏ប៉ុន្តែខ្មែរយើងមានសុភាសិតមួយគេថាបើនៅផ្ទះស្បូវកុំសូវលេងឈើគូសបានន័យថាតែលេងទៅវាឆេះឬក៏មានន័យមួយយ៉ាងទៀតថាភាសាសាមញ្ញតាមបណ្ដាញសង្គមឥឡូវគេរើសយកពាក្យហ្នឹងមកប្រើដែរគេថាយើងកំពុងតែយកទឹកបង្គន់ទៅលាងជំរះបន្លែឲ្យស្អាតអានេះគឺជាភាសាមួយដ៏គ្រូតគ្រាខ្ញុំសុំទោសដែលមិនគួរណាទៅយកពាក្យហ្នឹងយកមកប្រើតែវាគ្មានអត្ថន័យអីឲ្យត្រឹមត្រូវទេព្រោះបន្លែយើងមិនអាចលាងសម្អាតដោយយើងដួសទឹកពីបង្គន់មកទេមិនអញ្ចឹងណាព្រោះបង្គន់ហ្នឹងវាក៏ក្រិចទៅហើយយើងទៅលាងបន្លែឲ្យស្អាតតតែទឹកស្អាតអញ្ចឹងជំរះបន្លែដោយបង្គន់ហើយយើងប្រាប់ថាយើងកំពុងតែលាងបន្លែហ្នឹងឲ្យជ្រះគឺវាអត់ជ្រះទេអញ្ចឹងដូចគ្នាដែររុស្ស៊ីនៅពេលដែលចោទអាមេរិកថាចូលឈ្លានពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់ទាំងគ្មានការបង្កហេតុចោះខ្លួនឈ្លានពានរុស្ស៊ីឈ្លានពានអ៊ុយក្រែនមកតើអ្នកណាបង្កហេតុអ៊ុយក្រែនអត់មានអាវុធបរមាណូទៀតគ្នាខំប្រឹងរំលាយចោលអាវុធបរមាណូដោយសារសុំសុខសន្តិភាពយើងទៅឈ្លានពានដែនអធិបតេយ្យរបស់គេអត់មានអ្នកណាអាគ្រីមៀនឹងយករបស់គ្នាតតាំងខ្ទប់មាត់គ្នានាំទាហានចូលទៅរំលោភបំពានតើមានទឹកមាត់ប្រៃអីទៅអានេះរុស្ស៊ីគេនិយាយចឹងហើយទី2គឺប្រទេសចិនបាទខ្ញុំចង់បានចំណាប់អារម្មណ៍ពីរុស្ស៊ីនិងចិនខ្លាំងដែរព្រោះអីតើចិនគេយល់យ៉ាងម៉េចអំពីសង្គ្រាមរបស់អាមេរិកហើយនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ចិនថ្ងៃនេះគេនិយាយចេះចិនកោលទោសការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ដែរចិននិយាយថាចិនព្រួយបារម្ភយ៉ាងក្រៃលែង
តាក់ទងនឹងចំណាត់ការវាយប្រហារបែបយោធាដែលប្រព្រឹត្តឡើងដោយអាមេរិកនិងអ៊ីស្រាអែលទៅនៅថ្ងៃសៅរ៍ហើយហៅចិនសូមអំពាវនាវឲ្យបញ្ឈប់សកម្មភាពទ័ពនេះជាបន្ទាន់អ្វីដែលចិនបន្ថែមទៀតនេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកដែលសារព័ត៌មាន ABC ដកស្រង់នេះគឺនិយាយចេះថាអ៊ីរ៉ង់គឺជារដ្ឋអធិបតេយ្យបញ្ហាសន្តិសុខនិងដែនអធិបតេយ្យជាតិដែនអធិបតេយ្យទឹកដីនេះគួរតែទទួលបានការគោរពប្រទេសចិនសូមអំពាវនាវឲ្យបញ្ឈប់សកម្មភាពយោធានេះជាបន្ទាន់ដើម្បីកុំឲ្យមានការបញ្ឆេះកម្ដៅតទៅទៀតហើយបន្ថយកម្ដៅនៅហើយសំទោសបន្ថយកម្ដៅនិងរៀបចំឲ្យមានការចរចាឡើងវិញដើម្បីមានសន្តិភាពស្ថិរភាពចំពោះប្រទេសមជ្ឈមបូព៌ាផងបងប្អូនឯកសារនេះជាភាសាអង់គ្លេសខ្ញុំអានឆៅបកប្រែផ្ទាល់បែបនេះរៀងរដាប់ដប់តិចសំទោសប៉ុន្តែនេះគឺជាជំហររបស់ចិនបាទកោលទោសហៃទីឲ្យចរចាវិញហើយថានេះគឺជារដ្ឋអធិបតេយ្យហេតុអីបានជាចិនថ្លែងសារបែបនេះបងប្អូនចិនគឺទម្លាប់គាត់តែអញ្ចឹងទេគឺឲ្យរំលោភដែនអធិបតេយ្យរបស់រដ្ឋដទៃដោយគ្មានការដែលគេនាំអាតបែបនេះគឺជាការរំលោភបំពានដែនអធិបតេយ្យដោយសារអីចិនមានសារនយោបាយមួយគឺដើម្បីក្រាញកុំឲ្យអាមេរិកថ្ងៃក្រោយទៅបើវាយប្រហារកោះតៃវ៉ាន់សំទោសចិនតកតងនឹងការការពារកាងកោះតៃវ៉ាន់អីហ្នឹងគឺការពារខ្លួនហើយថាអត់ចូលចិត្តទេអ្នកណាមករំលោភដែនអធិបតេយ្យរបស់ប្រទេសមួយហ្នឹងគឺការពារឲ្យសម្រាប់ទប់កៃឡូថ្ងៃក្រោយទៅអាមេរិកវាយចិនការពារកោះតៃវ៉ាន់តែបើកវងកញ្ចក់តិចតើសាររបស់ចិននេះវាឈឺចាប់ប៉ុណ្ណាសម្រាប់ប្រទេសកម្ពុជាចិនជាមិត្តដៃថែបរបស់ខ្មែរពេលដែលអាមេរិកអ៊ីស្រាអែលទម្លាក់គ្រាប់នៅអ៊ីស្រាអែលដែលនៅប្រទេសអ៊ីរ៉ង់ដែលជារឿងមួយដែលធំនៅលើពិភពលោកមហាអំណាចអាមេរិកចិនទៅប្រាប់ថាកោតទោសថានេះគឺជាការរំលោភដែនអធិបតេយ្យរបស់រដ្ឋអធិបតេយ្យចោះនៅពេលដែលយើងជាមិត្តដៃថែបរបស់ខ្មែរពេលថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាឯណាមិនឃើញសាររបស់ចិនដែលកោតទោសថៃសូម្បីតែមួយម៉ាត់ចុះកែហ្នឹងគឺជាការរំលោភដែនអធិបតេយ្យរបស់កម្ពុជាដែរមិនអញ្ចឹងបានន័យថាថៃចិនណាសូម្បីតែជាមិត្តដៃថែបរបស់កម្ពុជាពេលដែលមិនថ្លែងសារកោតទោសថៃរឿងឈ្លានពានកម្ពុជាស្មើនឹងចិនទទួលស្គាល់ថាថៃមិនឈ្លានពានកម្ពុជាខូចខ្លួនឯងទេដែលធ្វើឲ្យថៃឈ្លានពានន័យហ្នឹងគឺអញ្ចឹងព្រោះរឿងអីដែលយើងមើលមិនឃើញថាថៃឈ្លានពានកម្ពុជានៅពេលដែលប្រើ F16 ប្រើបាញ់ឆ្លងដុចចូលដែនអធិបតេយ្យអញ្ចឹងបានន័យថាចិនចាក់ខ្សែប៉ុន្តែអត់ចាក់ខ្សែជាមួយអ៊ីរ៉ង់ទេអានេះហើយដែលយើងឃើញនយោបាយពវៀនបច្ចេកទេសរបស់ប្រទេសដទៃកុំទៅអែបគេខ្លាំងពេកយើងអែបគេដោយសារតែយើងចង់ខ្លាចបាត់អំណាចដល់ពេលឥឡូវគេប្រលេះដៃចោលយើងឃើញអញ្ចឹងហ៎ឥឡូវសហគមន៍អឺរ៉ុបវិញគេឆ្លើយយ៉ាងម៉េចប្រតិកម្មសហគមន៍អឺរ៉ុបជាពិសេសគឺមានសហភាពអឺរ៉ុបហ្នឹងគឺគេអត់កោតទោសហ្មងទេគាត់និយាយទៅសហភាពអឺរ៉ុបមានយល់ស្របដែរថាអ៊ីរ៉ង់ហ្នឹងគឺជាប្រទេសដែលមិនរដ្ឋាភិបាលហ្នឹងមិនស្រួលទេគឺមានអាវុធបរមាណូគឺវាមានការគំរាមកំហែងដល់អឺរ៉ុបដែរអញ្ចឹងអឺរ៉ុបគាត់និយាយថាជំរុញលើកទឹកចិត្តឲ្យភាគីទាំងអស់រក្សាការអត់ធ្មត់ឲ្យច្រើនជាអតិបរមាដើម្បីកុំឲ្យមានចំនួនព្រំដែនហ្នឹងកាន់តែខ្លាំងតែអញ្ចឹងទៅតែប៉ុណ្្នឹងឯងតែមិនថ្កោលទោសទេហ្នឹងសម្រាប់សហភាពអឺរ៉ុបចុះប្រទេសដែលជាសមាជិកអឺរ៉ុបម្នាក់វិញចក្រភពអង់គ្លេសពីមុនជាសមាជិកអឺរ៉ុបតែไปដកចេញមកឥឡូវអឺរ៉ុបនៅសល់តែ27ប្រទេសចក្រភពអង់គ្លេសនៅម្នាក់ឯងចក្រភពអង់គ្លេសអាល្លឺម៉ង់បារាំងគឺក្លាហានក្រាន់បើហ៊ានថ្កោលទោសការបាញ់ប្រហារទៅលើប្រទេសអ៊ីរ៉ង់ប៉ុន្តែក៏ពាវនាវឲ្យមានការអត់ធ្មត់អញ្ចឹងដែរហើយផ្ដោតទៅលើថាធ្វើម៉េចឲ្យមានស្ថិរភាពនៅតំបន់ប្រទេសអាល្លឺម៉ង់ជាពិសេសគឺបាននិយាយថាពួកគេកំពុងឃ្លាំមើលស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់បាទឥឡូវចុះលោកត្រាំបញ្ជាប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ក្រោយការចរចាបរាជ័យសង្គ្រាមដ៏កក្រើកពិភពលោកស្ទើរតែស្មើនឹងសង្គ្រាមលោកលើកទី3កំពុងតែកើតផ្ទុះយ៉ាងមហិមានៅលើទឹកដីអ៊ីរ៉ង់ទ័ពអាមេរិកនៅក្នុងមូលដ្ឋានទ័ពដែលនៅក្បែរអ៊ីរ៉ង់មានមូលដ្ឋានជើងទឹករបស់អាមេរិក
ត្រូវបានកំជ្រួចរបស់អ៊ីរ៉ង់បាញ់ទម្លាក់ទៅចំខ្លះហើយប៉ុន្តែបងប្អូននេះគ្រាន់តែជាថ្ងៃចាប់ផ្ដើមនៃសេចក្តីបញ្ចប់របស់របបដឹកនាំរដ្ឋរបស់អ៊ីរ៉ង់ទេបាទជាចំណុចចាប់ផ្ដើមនៃទីបញ្ចប់មិនមែនចំណុចចាប់ផ្ដើមនៃជោគជ័យរបស់របបអ៊ីរ៉ង់ទេព្រោះអីការចរចានេះយើងឃើញគាត់ចរចាមកច្រើនហើយអ៊ីរ៉ង់នេះក៏មែនតែនចិញ្ចឹមចិត្តយកអាមេរិកធ្វើជាសត្រូវស៊ីសាច់ហុតឈាមអ៊ីរ៉ង់40ឆ្នាំហើយយកអាមេរិកធ្វើជាសត្រូវស៊ីសាច់ហុតឈាមគឺចង់ឲ្យតែអាមេរិកស្លាប់ទេដោយសារអីអាមេរិកតែមួយគត់នៅលើពិភពលោកដែលមានឥទ្ធិពលបង្ក្រាបអ៊ីរ៉ង់នេះបានដោយសារតែអំពើផ្ដាច់ការនៅអ៊ីរ៉ង់បងប្អូនអ៊ីរ៉ង់អត់ខុសរបបខ្មែរក្រហមទេខ្ញុំមិនលើកទឹកចិត្តនៅក្នុងការឈ្លានពានរដ្ឋអធិបតេយ្យទេក៏ប៉ុន្តែរបបដឹកនាំរដ្ឋអ៊ីរ៉ង់មិនមែនជារដ្ឋអធិបតេយ្យទេរបបដឹកនាំអ៊ីរ៉ង់គឺជារបបដឹកនាំបែបបិសាចខលខើព្រីផ្សៃរំលោភសិទ្ធិមនុស្សបំពានប្រជាធិបតេយ្យធ្វើបាបធ្វើទុកបុកម្នេញប្រជាពលរដ្ឋងើបមួយវាយមួយដូចស្រុកខ្មែរអញ្ចឹងអត់ខុសគ្នាទេប្រជាពលរដ្ឋអ៊ីរ៉ង់គ្មានសេចក្តីសុខផ្លូវចិត្តនៅក្នុងការដែលហ៊ាននិយាយការពិតអីទេគេយកទៅព្យួរកទាំងកដាលក្រុងកដាលថ្ងៃគឺគេធ្វើអញ្ចឹងរាប់សិបអ្នករាប់ម៉ឺនអ្នកហើយដូច្នេះរបបនេះគឺយើងគិតថាវាជារដ្ឋអធិបតេយ្យមួយប៉ុន្តែបើយើងដឹងអំពីរបបដឹកនាំរដ្ឋរបស់អ៊ីរ៉ង់បានយើងព្រឺព្រួចប៉ុណ្ណាថាអូពធពធាំងដូចតែរបបខ្មែរក្រហមដែរតើយើងមានសមានចិត្តជាមួយប្រទេសអ៊ីរ៉ង់ឬក៏យើងមានសមានចិត្តជាមួយនឹងប្រជាពលរដ្ឋអ៊ីរ៉ង់ដែលរងការឈឺចាប់ធ្វើទុកបុកម្នេញរបស់របៀបដឹកនាំរដ្ឋបែបផ្ដាច់ការនេះហើយនៅពេលដែលដឹកនាំរដ្ឋបែបផ្ដាច់ការគឺយកឱកាសប្រើអាគ្រឿងសព្វាវុធបរមាណូហ្នឹងគឺជាការគំរាមកំហែងពិភពលោកដោយទាំងអាមេរិកផងដើម្បីឲ្យខ្លួនអាចបង្ក្រាបប្រជាពលរដ្ឋបានដោយសារតែប៉ះអត់បាននេះខ្លួនមានអាវុធបរមាណូខ្ញុំជឿថាក្រោយពីអ៊ីរ៉ង់គេនឹងសេរីកូរ៉េខាងជើងហើយព្រោះកូរ៉េខាងជើងនេះក៏មានបរមាណូមានអីហើយកន្លងមកនេះគឺចង់ធ្វើព្យុះភ្លៀងជាមួយនឹងអាមេរិកអីដែរខ្ញុំជឿថាកូរ៉េខាងជើងក៏ចិត្តគិតកិច្ចមិនផុតពីចំណាត់ការរបស់អាមេរិកដែរអូខេឥឡូវខ្ញុំនឹងបញ្យល់អំពីហេតុផលហេតុអីបានជាអាមេរិករួមដៃគ្នាជាមួយអ៊ីស្រាអែលបើកប្រតិបត្តិការគេហៅថាប្រតិបត្តិការសឹកទ្រង់ទ្រាយធំប្រឆាំងទៅលើប្រទេសអ៊ីរ៉ង់បាទលោកត្រាំថ្ងៃនេះខ្ញុំអានសាររបស់គាត់ដើម្បីឲ្យបងប្អូនបានដឹងថាអីទៅជាបំណងពិតរបស់លោកត្រាំហើយខ្ញុំនឹងបញ្យល់អំពីឫសគល់នៃបញ្ហាផលវិបាកអីផ្សេងទៀតតាក់ទងនឹងអ៊ីរ៉ង់សង្គ្រាមនៅអ៊ីរ៉ង់នេះដែរលោកត្រាំដែលជាប្រធានាធិបតីអាមេរិកគឺបានចេញសេចក្តីថ្លែងសារតាមប្រព័ន្ធទូរទស្សន៍ចេញពីសតវិមានមកថាអាមេរិកគឺតាមរយៈបទបញ្ជារបស់គាត់គឺបញ្ជាឲ្យបើកប្រតិបត្តិការសឹកទ្រង់ទ្រាយធំបាទប្រតិបត្តិការសឹកប្រតិបត្តិការសង្គ្រាមប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំគឺបើកទ្រង់ទ្រាយធំតែម្ដងដោយមានកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលអ៊ីស្រាអែលខ្ញុំបើកវងកញ្ចក់បន្តិចបងប្អូនមុននឹងថ្លែងសាររបស់លោកត្រាំពេលនេះបិតាសន្តិភាពបាទលោកត្រាំគឺជាអ្នកដែលបង្កើតឲ្យមានក្រុមប្រឹក្សាសន្តិភាពដែលទៅប្រជុំគ្នាកាលពីថ្ងៃ20ខែកុម្ភៈទេដែលនឹងដោះស្រាយបញ្ហានៅតំបន់កាហ្សាហើយនៅក្នុងហ្នឹងមានសមាជិកក្រុមប្រឹក្សាសន្តិភាពមានអ៊ីស្រាអែលមានកម្ពុជាដែរប៉ុន្តែនៅពេលនេះបិតាសន្តិភាពសមាជិកសន្តិភាពដែលកំពុងនិយាយគ្នាទៅតែបាន10ថ្ងៃ8ថ្ងៃណាមួយអាទិត្យគឺចាប់ផ្ដើមបើកយុទ្ធនាការសង្គ្រាមទ្រង់ទ្រាយធំគឺទាំងអ៊ីស្រាអែលទាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់បិទពងកញ្ចក់មកវិញលោកត្រាំនិយាយថាប្រតិបត្តិការសឹកទ្រង់ទ្រាយធំនេះគឺទី1ដោយសារតែ47ឆ្នាំហើយដែលប្រទេសអ៊ីរ៉ង់រដ្ឋាភិបាលឬក៏យើងគាត់មិនហៅរដ្ឋាភិបាលទេលោកត្រាំហៅរបបដឹកនាំរដ្ឋបងប្អូនការដែលលោកត្រាំហៅរបបដឹកនាំរដ្ឋឬក៏របបដឹកនាំរបបអ៊ីរ៉ង់នេះគឺបានន័យថាចង់សម្ដៅថាអាមេរិកមិនទទួលស្គាល់ទេហើយគ្មានប្រទេសណាទទួលស្គាល់ដែរព្រោះរបបបានន័យថាជាការគ្រប់គ្រងប្រទេសដោយមិនតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេគឺការបោះឆ្នោតដោយការ
ចាប់មេបកប្រឆាំងដាក់គុកឬក៏មិនឲ្យបកប្រឆាំងចូលរួមការបោះឆ្នោតឬក៏សម្លុតបំភ័យប្រជាប្រដ្ឋទុកបុកម្នេញអង្គការសង្គមស៊ីវិលប្រព័ន្ធឯករាជ្យសេរីភាពព័ត៌មានលក្ខណៈអីហ្នឹងអាហ្នឹងគេហៅឈ្មោះរបបអត់ខុសទេអញ្ចឹងរបបអ៊ីរ៉ង់ហ្នឹងគឺលោកថា47ឆ្នាំហើយដែលចិញ្ចឹមចិត្តគឺចង់តែឲ្យអាមេរិកនឹងចុះនរកចង់សម្លាប់ប្រជាប្រដ្ឋអាមេរិកឬក៏សហរដ្ឋអាមេរិកទី2លោកថាការដែលបើកប្រតិបត្តិការសឹកនៅពេលនេះគឺទី1គឺធានាថាអ៊ីរ៉ង់នឹងមិនមានអាវុធបរមាណូទៀតទេព្រោះអ៊ីរ៉ង់ប្រហែលខែចុងក្រោយនេះចាប់ផ្ដើមផលិតបានកញ្ជ្រួច ballistic ដែលកញ្ជ្រួចបាញ់ឆ្លងទ្វីបហើយអាចនាំក្បាលគ្រាប់បរមាណូដែលអាចបាញ់ឆ្ងាយចូលដល់សម្ព័ន្ធមិត្តរបស់អាមេរិកនៅនឹងប៉ះពាល់ដល់សន្តិសុខពិភពលោកដែរតែអ៊ីរ៉ង់អត់ព្រមឈប់ទេដោយសារអីការចរចាប្រហែលថ្ងៃចុងក្រោយនេះគឺតឹងតសៃកគឺបរាជ័យខ្លាំងបំផុតគឺនៅពេលដែលស្នើឲ្យអ៊ីរ៉ង់រំលាយចោលការដែលផលិតអាវុធបរមាណូបន្តអីហ្នឹងអ៊ីរ៉ង់អត់ព្រមហើយរឿងនេះហើយដែលអាមេរិកថាការចរចាអីក៏ដោយតាអ៊ីរ៉ង់មិនព្រមឈប់ផលិតអាវុធបរមាណូគឺចាប់ហើយបងប្អូនឥឡូវយើងសួរចេះវិញថាអ៊ីរ៉ង់ផលិតបរមាណូវាខុសអីតើប្រទេសរុស្ស៊ីអត់មានបរមាណូទេអញ្ចឹងចិនអត់មានបរមា